អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គដែលបន្តហក់ឡើងខ្ពស់ជិតដល់កម្រិតត្រូវប្រុងប្រយ័ត្នដោយសារព្រះរាជាណាចក្រកម្ពុជាបានទទួលរងពីសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកឦសាននៃប្រទេសកម្ពុជាជាហេតុបណ្ដាលឲ្យទឹកទន្លេមេគង្គបន្តហក់ឡើងយ៉ាងគំហុកគួរឲ្យព្រួយបារម្ភជាវិធានការក្នុងការបង្ការទប់ស្កាត់ពីផលប៉ះពាល់ដោយសារទឹកជំនន់មកលើភូមិឋានស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី2ខែតុលាឆ្នាំ2025នេះអាយុដើមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារខេត្តមន្ទីរអង្គភាពជំនាញនិងមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គនិងចំនួនទឹកភ្លៀងស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្នុងក្រុងកំពង់ចាមដើម្បីសិក្សាលទ្ធភាពក្នុងការអន្តរាគមន៍បង្ការទប់ស្កាត់កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុគួររំលឹកថានៅព្រឹកព្រលឹមស្រាងៗក្រុងកំពង់ចាមនិងស្រុកដទៃក្នុងភូមិសាស្ត្រខេត្តបានទទួលឥទ្ធិពលពីភ្លៀងមួយមេធំបណ្ដាលឲ្យមានចំនួនទឹកភ្លៀងប៉ុន្តែក្រោយពេលរងភ្លៀងមួយស្របក់ស្ថានភាពចំនួនទឹកភ្លៀងក៏ប្រែជាធម្មតាវិញអាយុដើមអភិបាលខេត្តក៏ទទូចស្នើដល់ពុកម៉ែបងប្អូនដែលរស់នៅតាមដងទន្លេស្ទឹងបឹងព្រែកសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដែលត្រូវមើលថែកូនចៅក្មេងតូចៗកុំឲ្យលេងទឹកនិងសូមតាក់ទងមកអាជ្ញាធរឬសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី2ខែតុលាឆ្នាំ2025នេះទឹកទន្លេមេគង្គមានកម្ពស់14ម៉ែត្រ40សង់ទីម៉ែត្រដោយកម្រិតត្រូវប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រទឹកលូនចូលព្រែកបានចំនួន41លើ41ព្រែករួមមានស្រុកស្ទឹងត្រង់5លើ5ព្រែកស្រុកកំពង់សៀម11លើ11ស្រុកកងមាស13លើ13ព្រែកស្រុកកោះសុទិន5លើ5និងស្រុកស្រីសន្ធរ7លើ7ព្រែក